ព្រឹកនេះសម្ដេចមហាបពិតធិបតីហ៊ុនម៉ាណែតអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន200និងសំណេះសំណាលជាមួយកម្មករនិយោជិតជាង30,000នាក់បើតាមការចុះផ្សាយដោយគេហទំព័រ Fresh News បានឲ្យដឹងថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលត្រូវបានគេប្រៀបប្រដូចទៅនឹងកូនបង្កើតផ្ទាល់ដៃសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជានោះបានក្លាយទៅជាកន្លែងស្រូបការវិនិយោគពីបរទេសដ៏មានសក្តានុពលនាពេលបច្ចុប្បន្នហើយមានរោងចក្រជាច្រើនដែលកំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅទីតាំងនេះកំពុងទទួលបានការរីកចម្រើននៅថ្ងៃទី22ខែឧសភាឆ្នាំ2025ក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានសហការជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានរៀបចំពិធីអបអរសាទរការទទួលបានក្រុមហ៊ុនទី200ដែលចូលមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុពិធីនឹងត្រូវរៀបចំឡើងយ៉ាងមហាអលរឹងក្រោមអធិបតីភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រៅពីការអបអរសាទរក្នុងការទទួលបានក្រុមហ៊ុនវិនិយោគទី200ហើយនោះក៏មានកិច្ចសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ32,000នាក់ដែលជាអ្នកបម្រើការងារតាមរោងចក្រសហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺជាសមិទ្ធផលដ៏ធំមួយកើតចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាន់និងផ្លូវនិងចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងកម្ពុជាចិនក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងលោកស៊ីជីនពីងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុត្រូវបានសាងសង់ឡើងកាលពីឆ្នាំ2008លើផ្ទៃដីជាង1000ហិកតាស្ថិតនៅក្នុងសង្កាត់បិទត្រាំងនិងសង្កាត់រៀមក្រុងកំពង់សោមខេត្តព្រះសីហនុក្រោមកិច្ចសហការវិនិយោគពីក្រុមហ៊ុនចំនួន3របស់ចិនកាលពីឆ្នាំ2008ដីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាតំបន់មួយដែលស្ងប់ស្ងាត់និងមិនមានសកម្មភាពសេដ្ឋកិច្ចអ្វីនោះឡើយប៉ុន្តែក្រោយពេលបង្កើតទៅជាតំបន់សេដ្ឋកិច្ចពិសេសក្រោមការគិតគូរដ៏ច្បាស់លាស់របស់សម្ដេចតេជោនិងលោកប្រធានាធិបតីស៊ីជីនពីងបានធ្វើឲ្យតំបន់នេះក្លាយទៅជាទីតាំងដ៏មានសក្តានុពលសម្រាប់ការវិនិយោគប្រែក្លាយជាតំបន់អ៊ូអរដោយសកម្មភាពកម្មករនិយោជិតយ៉ាងច្រើនចេញចូលធ្វើការជារៀងរាល់ថ្ងៃតាមរបាយការណ៍បានឲ្យដឹងថាអ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានដូចជាចិនតៃវ៉ាន់បារាំងសេនេហ្គាល់ស្វីអាមេរិកសិង្ហបុរីជប៉ុនកូរ៉េវៀតណាមនិងថៃជាដើមរោងចក្រសហគ្រាសដែលកំពុងដំណើរការអាជីវកម្មនៅតំបន់នេះមានដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើងកាបូបរោងចក្រអេឡិចត្រូនិកគ្រឿងចក្រគ្រឿងផ្គុំរថយន្តរោងចក្រផលិតភេសជ្ជៈអាហារផលិតសម្ភារៈវេចខ្ចប់និងរោងចក្រកែច្នៃពេជ្រជាដើមវត្តមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជានិងចិនការវិនិយោគនេះបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជានិងជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរតាមរយៈការទទួលបានប្រាក់ឈ្នួលយ៉ាងទៀងទាត់